chẳng lại ní dân khơi tha bậc cô có nó quật ban là bật 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 khi cam bên này tha chỉ ca sắm nạp nó đòiចេតនាចំណែកក្នុងករណីផ្សេងទៀតអមថាអចេតនាបុគ្គលម្នាក់គាត់បានបើកឡានក្នុងស្ថានភាពស្វង្សស្រាទៅបុកនឹងអ្នកដែលកំពុងដើរឆ្លងផ្លូវបដាល់ឲ្យស្លាប់អញ្ចឹងកន្លែងហ្នឹងវាជាបទបើកបរបដាល់ឲ្យអ្នកតីទូមរណភាពមានន័យថាជាការសម្លាប់មនុស្សដោយអចេតនាអញ្ចឹងពាក្យថាកំហុសនៃអំពើមានន័យថាជាការប្រព្រឹត្តបទល្មើសរបស់ជនល្មើសអាចកើតឡើងដោយចេតនាឬក៏អចេតនាចំណែកទី3គឺផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌយើងដឹងហើយថាពាក្យថាបទល្មើសមួយម៉ាត់គឺច្បាប់បានកំណត់ទុកថាអំពើនឹងជាបទល្មើសអញ្ចឹងមានន័យថាឲ្យតែបទល្មើសគឺផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌមានន័យថាច្បាប់ហាមឃាត់អមថាលួចទ្រព្យសម្បត្តិអ្នកដទៃច្បាប់ហាមឃាត់អត់គឺហាមឃាត់បទឃាតកម្មច្បាប់អនុញ្ញាតឲ្យមនុស្សទៅសម្លាប់អ្នកដទៃអត់គឺច្បាប់ហាមឃាត់ទាំងអស់អញ្ចឹងរាល់បុគ្គលដែលប្រព្រឹត្តនៅអំពើណាមួយដែលច្បាប់ហាមឃាត់គឺជាបទល្មើសព្រហ្មទណ្ឌអញ្ចឹងទី4គឺការទូទោសព្រហ្មទណ្ឌអញ្ចឹងនៅពេលដែលច្បាប់ហាមឃាត់ហើយគឺត្រូវមានការដាក់ទោសទៅលើជនដែលប្រព្រឹត្តបទល្មើសការដាក់ទោសហ្នឹងអាចជាការដាក់មូលទោសទោសបន្ថែមឬក៏ទោសជំនួសហើយពាក់ព័ន្ធទៅនឹងបទបញ្ញត្តិស្ដីអំពីទោសយើងនឹងសិក្សានៅមេរៀនចុងក្រោយគេថាតើទោសហ្នឹងមានប្រមាណប្រភេទអញ្ចឹងទោសហ្នឹងពេលខ្លះអាចជាទោសដាក់ពន្ធនាគារទោសពាណិជ្ជប្រាក់ឬក៏ទោសបន្ថែមទោសជំនួសផ្សេងទៀតអញ្ចឹងឧបមាថាបុគ្គលម្នាក់គាត់ប្រព្រឹត្តបទឃាតកម្មអញ្ចឹងគាត់ត្រូវទទួលទោសដាក់ពន្ធនាគារបុគ្គលម្នាក់គាត់បានលួចទ្រព្យសម្បត្តិអ្នកដទៃអញ្ចឹងគាត់ក៏ត្រូវដាក់ពន្ធនាគារឬក៏ទោសពាណិជ្ជប្រាក់ផងដែរអញ្ចឹងតកតងទៅនឹងសញ្ញាទូទៅយើងសិក្សាតែពីរចំណុចទេគឺតកតងទៅនឹងនិយមន័យនៃបទល្មើសហើយទី2គឺលក្ខណៈសម្គាល់នៃបទល្មើសគឺមានទាំងពីរហ្នឹងហើយចំណុចទី2គឺយើងសិក្សាទៅលើចំណាត់ថ្នាក់នៃបទល្មើសអញ្ចឹងចំណាត់ថ្នាក់នៃបទល្មើសគឺផ្អែកតាមមាត្រា2នៃក្រមព្រហ្មទណ្ឌគឺបែងចែកចេញជា3ថ្នាក់ទី1គឺបទឧក្រិដ្ឋទី2គឺបទមជ្ឈិមទី3និងបទលហុអញ្ចឹងបទឧក្រិដ្ឋយើងមើលបទឧក្រិដ្ឋគឺនៅក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារបងដែលមានក្រមព្រហ្មទណ្ឌអាចបើកមើលនៅក្នុងមាត្រា46បានតកតងទៅនឹងបទឧក្រិដ្ឋមាត្រា46 47 48អញ្ចឹងដើម្បីមើលដឹងថាបទល្មើសណាមួយជាបទឧក្រិដ្ឋជាបទមជ្ឈិមឬបទលហុយើងពិនិត្យទៅលើអតិបរមានៃទោសដាក់ពន្ធនាគារអញ្ចឹងអតិបរមានៃទោសដាក់ពន្ធនាគារមានន័យថាគេផ្ដោតសំខាន់ទៅលើទោសដែលខ្ពស់បំផុតឧបមាថាបទឃាតកម្មដាក់ពន្ធនាគារពី10ឆ្នាំទៅ15ឆ្នាំអញ្ចឹងអតិបរមានៃទោសដាក់ពន្ធនាគារនៃបទឃាតកម្មគឺ15ឆ្នាំអញ្ចឹងបទឧក្រិដ្ឋបទល្មើសជាបទឧក្រិដ្ឋគឺនៅក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារទី1អាចជាទោសដាក់ពន្ធនាគារអស់មួយជីវិតអញ្ចឹងឲ្យតែបទល្មើសណាមានទោសដាក់ពន្ធនាគារអស់មួយជីវិតគឺជាបទឧក្រិដ្ឋហើយមួយទៀតអាចជាទោសដាក់ពន្ធនាគារមានរយៈពេលលើសពី5ឆ្នាំនិងក្រោមឬស្មើនឹង30ឆ្នាំកន្លែងនេះភាគច្រើននិស្សិតដែលរៀនហើយគឺគាត់រៀនច្រឡំបន្តិចពេលខ្លះគាត់ថាចាប់ពី5ឆ្នាំទៅដល់30ឆ្នាំបើសិនជាឆ្លើយចឹងគឺខុសហើយកន្លែងនេះមានន័យថាលើសពី5ឆ្នាំលើសពី5ឆ្នាំហ្នឹងមានន័យថា5ឆ្នាំហ្នឹងគឺអត់យកទេអញ្ចឹងបើអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទល្មើសណាមួយដែលមានរយៈពេលត្រឹមតែ5ឆ្នាំ
ចឹងសួរថា5ឆ្នាំហ្នឹងយកអត់ដោយសារនៅក្នុងមាត្រា46នេះគេដាក់ថាលើសពី5ឆ្នាំអញ្ចឹងតើតើលើសពី5ឆ្នាំមានន័យថាចាប់ពី5ឆ្នាំមួយថ្ងៃឡើងទៅគឺជាបទឧក្រិដ្ឋអញ្ចឹងបើត្រឹម5ឆ្នាំឬក៏ស្មើ5ឆ្នាំចុងក្រោយមិនមែនជាបទឧក្រិដ្ឋទេហើយទោសដាក់ពន្ធនាគារហ្នឹងគឺអាចត្រូវបន្ថែមនូវទោសពន្ធនាគារប្រាក់ផងដែរហើយនៅក្នុងក្រមព្រហ្មទណ្ឌតកតងទៅនឹងបទឧក្រិដ្ឋគឺមិនមានទោសពន្ធនាគារប្រាក់ទេចំណែកនៅក្នុងច្បាប់ព្រហ្មទណ្ឌផ្សេងទៀតឧមាថាដូចជាច្បាប់គ្រឿងញៀនឬក៏ច្បាប់ scam online គឺមានទោសបន្ថែមពន្ធនាគារប្រាក់តកតងទៅនឹងបទឧក្រិដ្ឋអញ្ចឹងយើងមើលឧទាហរណ៍ថាតើបទល្មើសណាខ្លះដែលជាបទឧក្រិដ្ឋអញ្ចឹងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា200គឺបទឃាតកម្មគិតទុកជាមុនទោសដាក់ពន្ធនាគារអស់មួយជីវិតហើយមាត្រា215បទទរណកម្មអំពើឃោរឃៅបណ្ដោយជនរងគ្រោះស្លាប់ទោសពី15ឆ្នាំទៅ30ឆ្នាំអញ្ចឹងយើងឃើញថាមាត្រា200បទឃាតកម្មគិតទុកជាមុននេះគឺដាក់ទោសមួយជីវិតអញ្ចឹងវាជាបទឧក្រិដ្ឋចំណែកមាត្រា215បទទរណកម្មអំពើឃោរឃៅទោសពី15ឆ្នាំទៅ30ឆ្នាំអញ្ចឹងយើងមើល30ឆ្នាំនេះ30ឆ្នាំហ្នឹងគឺជាអតិបរមានៃទោសដាក់ពន្ធនាគារយើងឃើញថាលើសពី5ឆ្នាំហើយនឹងក្រោមឬស្មើ30ឆ្នាំអញ្ចឹងស្មើ30ឆ្នាំក៏ជាបទឧក្រិដ្ឋដែរដោយសារយើងពិនិត្យទៅលើអតិបរមានៃទោសដាក់ពន្ធនាគារមួយទៀតបទឃាតកម្មអញ្ចឹងបទឃាតកម្មគឺអតិបរមានៃទោស15ឆ្នាំអញ្ចឹង15ឆ្នាំហ្នឹងវាស្ថិតនៅក្នុងបទឧក្រិដ្ឋដែរដោយសារវាលើសពី5ឆ្នាំហើយក្រោម30ឆ្នាំហើយបទមលោភសិទ្ធិសន្តិវៈគឺអតិបរមានៃទោស10ឆ្នាំអញ្ចឹងក៏ជាបទឧក្រិដ្ឋដែរអញ្ចឹងយើងឃើញថាឧទាហរណ៍3ខាងលើនេះនៅក្នុងក្រមព្រហ្មទណ្ឌគឺអត់មានទោសពិន័យជាប្រាក់ទេចំណែកនៅក្នុងច្បាប់ពិសេសផ្សេងទៀតឧមាថាច្បាប់ scam online មាត្រា6តទៅនឹងបទរៀបចំឬបទដឹកនាំមជ្ឈមណ្ឌលឆបោកតាមអនឡាញទោសពី5ឆ្នាំទៅ10ឆ្នាំហើយពិន័យជាប្រាក់ពី500លានទៅ1000លានរៀលហ្នឹងគឺតកតទៅនឹងបទឧក្រិដ្ឋចុះមានបទមើលផ្សេងទៀតអត់នៅក្នុងក្រមព្រហ្មទណ្ឌមើលបងណាអាចលើកបទមើលផ្សេងទៀតអត់ដែលជាបទឧក្រិដ្ឋអញ្ចឹងចាំខ្ញុំហៅឈ្មោះលោកគ្រូសូមសាមីមកលោកគ្រូបានអញ្ចឹងបងអាចឲ្យបទមើលណាផ្សេងទៀតដែលមាននៅក្នុងក្រមព្រហ្មទណ្ឌក៏បានឬក៏នៅក្នុងច្បាប់ព្រហ្មទណ្ឌផ្សេងទៀតក៏បានដែរតកតនឹងបទឧក្រិដ្ឋណាថាតើបទមើលមានបទមើលណាខ្លះជាបទឧក្រិដ្ឋទៀតអត់លោកគ្រូខ្ញុំសុំលោកគ្រូបាទឬក៏ចង់ថាសូមបែបជាលក្ខណៈដូចសំណួរលោកគ្រូនេះហ្នឹងឧទាហរណ៍ដូចថាមានជនដៃដល់មួយគេចង់តែថាមកចង់មកធ្វើបាបយើងអីចឹងណាប៉ុនប៉ងនៅអាចថាមិនដល់ស្លាប់ប៉ុន្តែអាចថាធ្ងន់ធ្ងរអញ្ចឹងណាប៉ុន្តែដល់ពេលនេះយើងការពារខ្លួនអីទៅធ្វើឲ្យគេស្លាប់វិញតែហ្នឹងតើយើងចូលជាបទឧក្រិដ្ឋដែរអត់ទេលោកគ្រូហើយបើសិនជាឧក្រិដ្ឋហ្នឹងអាហ្នឹងតើរយៈពេលដែលជួបទោសត្រូវប្រហែលឆ្នាំអញ្ចឹងចេះសំខាន់កំណត់បទមើលសិនបងថាតើបទមើលហ្នឹងជាបទមើលអីគេតកតនឹងការធ្វើឲ្យមនុស្សស្លាប់វាមានច្រើនហ្មងវាមានឃាតកម្មវាមានបទមនុស្សឃាតដោយអចេតនាឬក៏បទហិង្សាផ្ដាល់ឲ្យអ្នកតីស្លាប់វាមានច្រើនអញ្ចឹងដូចក្នុងករណីលើកមុននោះឃើញដូចជាអ្នករត់តុកគាត់ឆ្លោះគ្នាជាមួយម្ចាស់ហាងអីទេឆ្លោះគ្នាទៅម្ចាស់ហាងគាត់លោតដូចធាក់តែមួយជើងដួលទៅលើផ្លូវទៅស្លាប់អញ្ចឹងករណីហ្នឹងថាតើជាបទឃាតកម្មបទមនុស្សឃាតដោយអចេតនាឬក៏បទហិង្សាផ្ដាល់ឲ្យអ្នកតីមរណភាព
ចឹងក៏តើយើងកំណត់បត់មើលបានសិន បាទលោកគ្រូបាទ បាទ គ្រូអញ្ចឹងយើងធ្វើម៉េចទៅដើម្បីកំណត់ដឹងថានឹងចូលក្នុងបទល្មើសមួយណាលោកគ្រូ បន្តិចទៀតយើងសិក្សាដល់ហើយតើតើនឹងធាតុផ្សំនៃបទល្មើសដើម្បីកំណត់ថាអំពើណាមួយជាបទល្មើសព្រំទាន់យើងមើលទៅលើធាតុផ្សំអីគេខ្លះ លោកគ្រូខាងបទល្មើសហ្នឹងខាងមានជាតិផ្សំហើយនឹងនេះមែនលោកគ្រូមានសមាមាត្រវាត្រូវជាមួយគ្នាត្រូវ ធាតុផ្សំនៃបទល្មើសហ្នឹងវាមានន័យថាមានធាតុនិច្ឆានកោធាតុចានុមាត្រធាតុអត្តនោមាត្រទី1តើមានច្បាប់ចែងសិនថាអំពីអំពើហ្នឹងជាបទល្មើសទី2គឺសកម្មភាពនៃការប្រព្រឹត្តបទល្មើសទី3គឺទៅលើចេតនាឬក៏អចេតនាអមថាគេឈើសុកពងឆ្លោះគ្នាយើងលោតទៅធាក់គេមួយជើងស្លាប់អញ្ចឹងគេពិនិត្យមើលថាតើជាបទឃាតកម្មអត់ក្នុងករណីហ្នឹងឬក៏បទមនុស្សឃាតដោយអចេតនាបទឃាតកម្មមានន័យថាមានចេតនាសម្លាប់ចំណែកមនុស្សឃាតដោយអចេតនាមានន័យថាអត់មានចេតនាសម្លាប់ទេមួយទៀតអាចជាបទហិង្សាផ្ដាល់ឲ្យអ្នកតីមរណភាពអញ្ចឹងវាចូលករណីមួយណា3ហ្នឹង បាទលោកគ្រូជាហិង្សាដោយចេតនាលោកគ្រូដូចលោកគ្រូបានរៀបរាប់ខាងលើអញ្ចឹងណាលោកគ្រូ បាទអញ្ចឹងតកតងនឹងបទឧក្រិដ្ឋនេះមើលអត់ទាន់មានបងណាឲ្យបទមើលណាមួយជាបទឧក្រិដ្ឋមានអត់បងអាចមើលក្នុងក្រមព្រំទាន់បានយើងមើលអតិបរមានិកទោសបងអតិបរមានិកទោសដែលខ្ពស់បំផុតណាឲ្យតែអតិបរមានិកទោសលើសពី5ឆ្នាំជាបទឧក្រិដ្ឋហើយបងឧមាថាផ្ដន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំអញ្ចឹង10ឆ្នាំជាអតិបរមាជាអតិហើយ5ឆ្នាំជាអបៈអញ្ចឹងយើងមើលទៅលើអតិបរមាបើ10ឆ្នាំហ្នឹងអញ្ចឹង10ឆ្នាំវាលើសពី5ឆ្នាំអញ្ចឹងវាចូលបទឧក្រិដ្ឋមើលបងណាអាចឲ្យឈ្មោះបទឧក្រិដ្ឋផ្សេងទៀតអត់អាចឆែកមើលនៅក្នុងក្រមព្រំទាន់បានមានច្រើនបទឧក្រិដ្ឋនៅក្នុងក្រមព្រំទាន់មាន112ឥឡូវខ្ញុំទៅលើកឧទាហរណ៍បាន1 2 3តែបាន3ហ្នឹងនៅខ្វះ109ទៀតអូសង្ស័យបងរៀនអត់មានក្រមព្រំទាន់ហ្នឹងទេមើលយើងសិក្សាមេរៀនហ្នឹងតើយើងមានក្រមព្រំទាន់បើសិនជាអត់មានជាសភៅទេយើងអាចឆែកនៅក្នុងទូរស័ព្ទបានវាយថាក្រមព្រំទាន់ទៅលោតចេញមកហើយ គឺលោកគ្រូចម្រើនពលលោកគ្រូសភៅលោកគ្រូមានដែរលោកគ្រូ កណាតែគុណអាចឲ្យឈ្មោះបទឧក្រិដ្ឋមួយមកបទមើល ក្រិតសង្គ្រាមគ្រូ បាទ នឹងចូលដែរ មានច្រើនទៀតប្រមាណថាបទឃាតកម្មដែលមានអំពើរំលោភសេសន្តិវៈអាហ្នឹងក៏ជាបទឧក្រិដ្ឋដែរទោះមួយជីវិត លោកគ្រូចុះលោកគ្រូចុះបទការប៉ុនប៉ងលោកគ្រូអាហ្នឹងចុះបទក្រមព្រំប្រទោសណាត្រូវលោកគ្រូ កណាលោកគុណអាចចូលគឺនិយាយរួមការប៉ុនប៉ងក៏ជាបទអាចជាបទឧក្រិដ្ឋដែរ
អញ្ចឹងយើងតទៅមុខទៀតតទៅនឹងបទមជ្ឈិមអញ្ចឹងមុននេះយើងសិក្សាទៅលើបទឧក្រិដ្ឋអញ្ចឹងបទមើលបន្ទាប់ទៀតគឺបទមជ្ឈិមបទមជ្ឈិមនេះមានន័យថាទោសគឺស្រាលជាងបទឧក្រិដ្ឋអញ្ចឹងដើម្បីមើលថាតើបទល្មើសណាមួយជាបទមជ្ឈិមយើងពិនិត្យទៅលើអតិបរមានៃទោសដាក់ពន្ធនាគារដូចគ្នាទី1គឺទោសដាក់ពន្ធនាគារលើសពី6ថ្ងៃនិងក្រោមឬស្មើនឹង5ឆ្នាំហើយទោសដាក់ពន្ធនាគារហ្នឹងគឺអាចបន្ថែមនឹងទោសបណ្តេញប្រាក់ផងដែរអញ្ចឹងបទល្មើសណាក៏ដោយដែលអតិបរមានៃទោសដាក់ពន្ធនាគារលើសពី6ថ្ងៃហើយនឹងក្រោមឬស្មើ5ឆ្នាំគឺជាបទមជ្ឈិមអញ្ចឹងយើងមើលឧទាហរណ៍ប្រមាណថាបទទទួលផលចោរកម្មទោសពី2ឆ្នាំទៅ5ឆ្នាំបណ្តេញប្រាក់4លានទៅ10លានបទលួចទោសពី6ខែទៅ3ឆ្នាំបទហិង្សាដោយចេតនាទោសពី1ឆ្នាំទៅ3ឆ្នាំបទមនុស្សឃាតដោយអចេតនាទោសពី1ឆ្នាំទៅ3ឆ្នាំបទធ្វើឲ្យខូចខាតដោយចេតនាទោសពី6ខែទៅ2ឆ្នាំនឹងសិតតែជាបទមជ្ឈិមទាំងអស់បាទចាំតិចខ្ញុំសូមចុចលងតិចបាទអញ្ចឹងយើងតទៅមុខទៀតមិញខ្ញុំចុចលងបន្តិចអញ្ចឹងតើតើនឹងបទមជ្ឈិមនេះគឺមានទោសស្រាលជាងបទឧក្រិដ្ឋអញ្ចឹងបទមជ្ឈិមគឺលើសពី6ថ្ងៃហើយនឹងក្រោមឬស្មើ5ឆ្នាំគឺជាបទមជ្ឈិមទាំងអស់អញ្ចឹងក្រៅពីបទល្មើសទាំងអស់ហ្នឹងដែលឧទាហរណ៍មានបទល្មើសណាផ្សេងទៀតអត់ជាបទមជ្ឈិមបងណាអាចឆ្លើយបានទេបទមជ្ឈិមហ្នឹងនៅក្នុងក្រមព្រហ្មទណ្ឌគឺមានច្រើនជាងគេមាន217បទល្មើសបទផ្សំគំនិតទៅលោកគ្រូអានឹងចាត់ទុកថាជាបទមជ្ឈិមដែរលោកគ្រូតសងគណិតក្នុងបទល្មើសអីសិនបងតែយើងមើលសិនថាតើបទល្មើសឈ្មោះបទល្មើសបទលោភលើទំនុកចិត្តឆក់បោកអីហ្នឹងក៏ជាបទមជ្ឈិមដែរនៅបទល្មើសណាទៀតលោកគ្រូបទការប្រើប្រាស់អំពើហិង្សាត្រូវលោកគ្រូតកតងបទល្មើសហ្នឹងហិង្សាមានអីបងហិង្សាមានអីបទមជ្ឈិមនៅក្នុងក្រមព្រហ្មទណ្ឌមាន217បទល្មើសឥឡូវខ្ញុំលើកឧទាហរណ៍ទៅបាន4បទល្មើសទេនៅ213បទល្មើសទៀតច្រើនណាស់ណាបងលោកគ្រូខ្ញុំសុំសួរមួយលោកគ្រូតកតងនឹងបទល្មើសដែរលោកគ្រូតកតងលោកគ្រូតកតងនឹងបទល្មើសលួចទេលោកគ្រូប៉ុន្តែលក្ខណៈថាគាត់លួចមក
nhâm ấy chẳng là nó những cái hay bắt đầu mới đi đam mê của ជាធម្មតាអូដូចរឿងកងបាទអញ្ចឹងខ្ញុំសូមឆ្លើយតកតងនឹងការលួចរបស់ញ៉ាំតិចតួចអញ្ចឹងជាធម្មតាឲ្យតែអំពើលួចឲ្យតែប្រើពាក្យលួចមានថាជាការដកហូតទ្រព្យសម្បត្តិរបស់អ្នកតីយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនអញ្ចឹងឲ្យតែលួចមានន័យថាជាបទល្មើសលួចទាំងអស់តែអីដែលសំខាន់គេពិនិត្យទៅលើកម្មវត្ថុនៃអំពើលួចនឹងដែរថាតើលួចនឹងក្នុងកំណត់ប៉ុណ្ណាឧមាថាលួចនំមកខ្ចប់យកមកហូបលួចស្វាយមកផ្លែយកមកហូបអាហ្នឹងបើនិយាយចំទៅក៏ជាបាត់មើលដែរប៉ុន្តែបើសិនជាអត់មានការចោទប្រកាន់លើអ្នកប្រព្រឹត្តបាត់មើលគឺអត់មានទេដោយសារវាជាសកម្មតិចតួចពេកបើថាបាត់មើលគឺមានប៉ុន្តែបើសួរថាឲ្យមានការចាត់ប្រកាន់ការផ្ដន្ទាទោសលើអ្នកប្រព្រឹត្តកើតអត់គឺអត់កើតទេដោយសារជាសកម្មវាតិចតួចពេកអញ្ចឹងគោលបំណងរបស់ការដាក់ទោសព្រមទាន់ហ្នឹងគឺដាក់ទោសទៅលើជនដែលប្រព្រឹត្តបទល្មើសដែលមានលក្ខណៈបង្កចលាចលដល់សង្គមអញ្ចឹងអមថាគាត់ណាលួចស្វាយផ្លែលួចរបស់ហូបតិចតួចសួរថាអំពើហ្នឹងបង្កចលាចលដល់សង្គមខ្លាំងអត់អញ្ចឹងបើសិនជាលួចរបស់ហូបតិចតួចគឺអត់មានការចោទប្រកាន់ទេខាងព្រំទាន់បងមានចង្អល់អីទៀតអត់លោកគ្រូខ្ញុំមានចង្អល់បាទលោកគ្រូចុះបទពាក់ព័ន្ធជាមួយនឹងការចូលរួមជាមួយនឹងការទទួលផលពីចោរកម្មអានឹងអាចចាត់ទុកថាជាបទប្រឆាំងបានលោកគ្រូបាទនិយាយរួមទៅមិនថាអ្នកសងគំនិតអ្នកផ្ដើមគំនិតនៅក្នុងបទល្មើសណាមួយគឺផ្ដល់ទោសដូចគ្នាការចាត់ប្រកាន់ដូចគ្នាអមថាអ្នកខ្លះគាត់អត់លួចទេប៉ុន្តែគាត់បជាអ្នកផ្សេងទៀតឲ្យទៅលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃអញ្ចឹងគេថាអ្នកផ្ដើមគំនិតអ្នកខ្លះគាត់សំគំនិតគាត់អត់មានផ្ដើមគំនិតអត់មានបជាហើយគាត់មិនទៅលួចផ្ទាល់ដែរគាត់ឲ្យអ្នកដែលទៅលួចផ្ទាល់ហ្នឹងខ្ចីម៉ូតូខ្លួនឯងជិះដើម្បីយកទៅលួចទ្រព្យសម្បត្តិគេហ្នឹងគេថាអ្នកសំគំនិតចាលោកគ្រូចុះអ្នកដែលទទួលទិញប្រភេទរបស់អញ្ចឹងដែលចោលបានលួចគ្រូដូចម៉ូតូដូចអីអញ្ចឹងអូបើអ្នកទទួលទិញចាអាហ្នឹងតើគាត់ដឹងនិយាយរួមមកថាទទួលទិញនេះទទួលទិញរក្សាទុកអីហ្នឹងបើសិនជាគាត់ដឹងថាវត្ថុទាំងអស់ហ្នឹងបានមកពីការប្រព្រឹត្តបទល្មើសគឺគាត់មានទោសហើយគឺបទទោសផលចោរកម្មតែបើគាត់អត់ដឹងទេគឺអត់មានទោសទេតែសំណួរសួរថាជាធម្មតាទោះបីគាត់ដឹងក៏ដោយក៏គាត់ឆ្លើយថាដឹងដែរកន្លែងរត់ស៊ីប្រចាំកន្លែងទទួលទិញលក់ម៉ូតូអីហ្នឹងតែអាហ្នឹងយើងមើលដែរថាតើអមថាម៉ូតូជាធម្មតាគឺមានកាតគ្រីថាឈ្មោះពីណាជាម្ចាស់កម្មសិទ្ធិលើម៉ូតូហ្នឹងអមថាបុគ្គលម្នាក់គាត់យកម៉ូតូមួយគ្រឿងទៅលក់អត់មានកាតគ្រីសោះមិនដឹងថាពីណាជាម្ចាស់ម៉ូតូលើនឹងពិតប្រាកដអមថាយកមកលក់ឲ្យយើងក្នុងតម្លៃមួយដែលរឿងថោកខុសពីធម្មតាថាតើយើងសង្ស័យអត់ថាម៉ូតូហ្នឹងគេលួចយកមកលក់ឲ្យយើងអញ្ចឹងតើតើនឹងបទទទួលផលចោរកម្មនេះតើតើអ្នកទទួលហ្នឹងគាត់បានដឹងថាវត្ថុដែលគាត់បានទទួលហ្នឹងគឺបានមកពីការប្រព្រឹត្តបទល្មើសបើសិនជាគាត់អត់ដឹងទេគឺមិនមែនជាបទល្មើសទេអមថាអ្នកខ្លះគាត់លួចទូរស័ព្ទគេមួយគ្រឿងយកទៅលក់ឲ្យកន្លែងទិញទូរស័ព្ទអញ្ចឹងជាធម្មតាយើងពិនិត្យមើលដែរថាតើវត្ថុដែលយកទៅលក់ឲ្យហ្នឹងទីមួយយើងពិនិត្យទៅលើតម្លៃថាតើតម្លៃហ្នឹងវាត្រូវនឹងទីផ្សារអត់ពេលខ្លះទូរស័ព្ទមួយគ្រឿង iPhone 17 Pro Max តម្លៃ$1,500ហើយយកទៅលក់
ឲ្យកន្លែងទិញហ្នឹងដោយសារជាប់ឲ្យ cloud ជាប់ password លក់តែ$200អញ្ចឹងសួរថាវាសមហេតុផលអត់ដែលម្ចាស់បើសិនជាម្ចាស់ទូរស័ព្ទមែនគួរតែលក់$200អត់យ៉ាងហោចណាស់ក៏អាចខ្ទង់$1000ដែរអាហ្នឹងករណីទី1ករណីទី2បើសិនជាគាត់យកទូរស័ព្ទទៅលក់ជាធម្មតាទូរស័ព្ទខ្លួនឯងបើសិនជាផ្លេច iCloud យ៉ាងហោចណាស់ក៏ចាំ password ប្រហែលដែរវាមិនដែលដល់ថ្នាក់ម្ចាស់ទូរស័ព្ទអត់ស្គាល់ password ខ្លួនឯងអញ្ចឹងកន្លែងហ្នឹងបើសិនជាអ្នកទិញទូរស័ព្ទហ្នឹងគាត់ហ៊ានទិញទៀតហ៊ានទិញក្នុងតម្លៃមួយដែលថោកមកថាតម្លៃ$200ទិញមកហើយអ្នកដែលលក់មកឲ្យគាត់ហ្នឹងអត់ដឹង password ទូរស័ព្ទអត់ដឹងអីទៀតអញ្ចឹងកន្លែងហ្នឹងចាត់ទុកថាគាត់បានដឹងអត់ថាទូរស័ព្ទហ្នឹងត្រូវបានចោរលួចលក់យកឲ្យគាត់ លោកគ្រូខ្ញុំសុំសួរតកតងនឹងកន្លែងលោកគ្រូថាកន្លែងលួចម៉ូតូលោកគ្រូឧទាហរណ៍បើឥឡូវហ្នឹងមានមួយលក្ខណៈថាគេធ្វើការគ្រីខ្លាំងខ្លាយចឹងលោកគ្រូអញ្ចឹងនៅពេលដែលអ្នកទិញគាត់អត់ដឹងអញ្ចឹងនៅពេលដែលគាត់យកទៅប្រើប្រាស់តើគាត់មានទោសអត់លោកគ្រូព្រោះអីឥឡូវហ្នឹងគឺមានប៉ិតមែនលោកគ្រូមានតាមដូចជានៅបំពេញដូចជាមានមួយហើយនៅនេះដូចជាមានមួយដែរលោកគ្រូដោយសារឃើញគេផ្សាយលោកគ្រូ គាត់មានថាអ្នកដែលយកម៉ូតូទៅលក់ហ្នឹងគាត់យកម៉ូតូទៅលក់ឲ្យមានការគ្រីខ្លាំងខ្លាយទៀត ហ្នឹងហើយលោកគ្រូហើយមួយទៀតលោកគ្រូតកតងនឹងម្ចាស់ហាងដែលគាត់ធ្វើការគ្រីខ្លាំងខ្លាយហ្នឹងតែគាត់ទទួលខុសត្រូវព្រមត្តនដែរអត់លោកគ្រូ ម្ចាស់ហាងគាត់ធ្វើការគ្រីខ្លាំងខ្លាយមែនបង ហ្នឹងហើយលោកគ្រូហ្នឹងហើយណា ទូខុសត្រូវបងបាត់ខ្លែងអាហ្នឹងខ្លែងរបស់សាធារណៈទៀតហ៎បងដូចខ្លះខ្លែងសញ្ញាបត្រខ្លែងអីហ្នឹងអាហ្នឹងខ្លែងបន្លំឯកសារសាធារណៈបាត់មុខហ្នឹងហ៎បងអញ្ចឹងយើងចូលបទល្មើសមួយទៀតតកតងទៅនឹងបទលហុអញ្ចឹងបទលហុនេះគឺទោសស្រាលជាងគេបន្ទាប់ពីបទឧក្រិដ្ឋបទមជ្ឈិមតបមកគឺបទលហុចុងក្រោយគេអញ្ចឹងបទលហុនេះនៅក្នុងក្រមព្រហ្មទណ្ឌគឺមិនសូវមានចែងច្រើនទេបទលហុមានន័យថាទោសដាក់ពន្ធនាគារក្រោមឬស្មើ6ថ្ងៃហើយទោសដាក់ពន្ធនាគារនឹងអាចបន្ថែមនឹងទោសពាណិជ្ជប្រាក់ផងដែរហើយទី2គឺអត់មានទោសដាក់ពន្ធនាគារទេគឺមានតែទោសពាណិជ្ជប្រាក់អញ្ចឹងបទលហុវាអាចជាទោសដាក់ពន្ធនាគារក្រោមឬស្មើ6ថ្ងៃហើយមួយទៀតអាចជាទោសត្រឹមតែពាណិជ្ជប្រាក់បាទសូមបងបាត់ជេរប្រមាថជាសាធារណៈបងមិនថាជេរប្រមាថទេបរិហាគេក៏មានដែរបងដោយសារមិនដោយសារទី1បើនិយាយពីបច្ចសនកម្មវាមិនធ្ងន់ធ្ងរទេជាធម្មតាពាក្យថាបរិហាគេឬក៏ជេរប្រមាថមានថាផ្ដោតទៅលើតបុគ្គលណាម្នាក់ទេអញ្ចឹងគាត់ថាបរិហាគេក៏ជេរប្រមាថហ្នឹងវាមិនធ្ងន់ធ្ងរទេបាត់មកហ្នឹងបងអញ្ចឹងបានច្បាប់មិនឲ្យមានការដាក់ទោសពន្ធនាគារគឺមានតែត្រឹមទោសពាណិជ្ជប្រាក់ចូលរដ្ឋហើយណាមួយតកតទៅនឹងការជេរប្រមាថបរិហាគេនេះក្នុងក្រមព្រហ្មទណ្ឌគឺគ្រប់គោលការណ៍មួយទៀតដែរគឺតកតទៅនឹងសិទ្ធិសេរីភាពនៃការបញ្ចេញមតិអញ្ចឹងពេលខ្លះអ្នកខ្លះគាត់បរិហាគេគាត់ជេរប្រមាថគេគាត់ថាជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិអញ្ចឹងអាកន្លែងហ្នឹងមិនមែនទេអញ្ចឹងមូលហេតុអីបានអត់មានទោសដាក់ពន្ធនាគារដោយសារការជេរប្រមាថការបរិហាគេហ្នឹងវាមានលក្ខណៈស្រាលមិនគួរឲ្យជនដែលទៅជេរប្រមាថគេនឹងជាប់ពន្ធនាគារទេប៉ុន្តែអាចដាក់ទោសគាត់ត្រឹមតែជាពាណិជ្ជប្រាក់អាចធ្វើឲ្យគាត់រៀងចាលហើយអញ្ចឹងតកតទៅនឹងការជេរប្រមាថនេះពីណាដែលធ្លាប់ជេរអ្នកបុគ្គលដទៃឡើយមានអ្នកអត់ធ្លាប់ជេរអត់
តាំងក្មេងមកអញ្ចឹងបើសិនជាគេជេរប្រមាថយើងឬក៏បរិហាគេយើងអាចប្តឹងទាមទារសំណងហើយមួយទៀតជនដែលប្រព្រឹត្តបទល្មើសហ្នឹងគាត់ទី1អាចសងមកខាងយើងជាដើមប្តឹងទី2គឺបង់ប្រាក់ពិន័យចូលរដ្ឋហើយមួយទៀតឥឡូវយើងចូលបទលហុមិញតើតើនឹងបទជេរប្រមាថបទបរិហាគេជាសាធារណៈហើយមួយទៀតបទស្វឹងជាក់ស្ដែងបទស្វឹងជាក់ស្ដែងហ្នឹងក៏អត់មានទោសដាក់ពន្ធនាគារដែរមានតែទោសពិន័យជាប្រាក់ពី 5,000 ទៅ 10,000 រៀលអញ្ចឹងបទស្វឹងជាក់ស្ដែងមានន័យថាបុគ្គលដែលស្វឹងនៅតាមទីសាធារណៈយ៉ាងជាក់ស្ដែងក៏ជាបទល្មើសដែរអមថាយើងផឹកស្រាស្វឹងហើយដើរតាមទីសាធារណៈតាមផ្លូវតាមសួនច្បារអីហ្នឹងអាហ្នឹងក៏ជាបទល្មើសដែរបងហើយទោសពិន័យគឺ 5,000 ទៅ 10,000 រៀលតែជាធម្មតាយើងឃើញថានៅតាមទីសាធារណៈពិសេសនៅចេញពីមុខក្លឹបមុខរាំងអាសាឬក៏ភោជនីយដ្ឋានក្តារទ្រាបយើងឃើញថាភាគច្រើនសុទ្ធតែមនុស្សស្វឹងទាំងអស់អ្នកខ្លះដើរតាមផ្លូវអត់មានឡានជិះដើររេរជំនាញផ្លូវតាមទីសាធារណៈអញ្ចឹងសួរថាគាត់ប្រព្រឹត្តបទល្មើសអត់គឺប្រព្រឹត្តបទល្មើសគឺបទស្វឹងជាក់ស្ដែងបើនិយាយទោសពិន័យហ្នឹងតែ 5,000 ទៅ 10,000 ទេតែដោយសារបទស្វឹងជាក់ស្ដែងហ្នឹងលក្ខណៈថាភយសនកម្មវាស្រាលពេកអញ្ចឹងបានអត់មានការចោទប្រកាន់ការផ្តន្ទាទោសទៅលើពួកគាត់ហើយមួយទៀតគឺបទធ្វើឲ្យមានការខុសខាតស្រាលទោសពី1ថ្ងៃទៅ6ថ្ងៃហើយពិន័យជាប្រាក់ពី 1,000 ទៅ 100,000 រៀលបទធ្វើឲ្យមានការខុសខាតស្រាលហ្នឹងអមថាអ្នកខ្លះនៅសុកយកបិចរបស់យើងទៅកាច់លេងដែរអញ្ចឹងអាចជាប់ទោសពី1ថ្ងៃទៅ6ថ្ងៃពិន័យជាប្រាក់ 1,000 រៀលទៅ 100,000 រៀលអានឹងបទធ្វើឲ្យខុសខាតស្រាលចុះបទមើលណាទៀតមានបទពិន័យត្រឹមតែជាប្រាក់ឥឡូវបទល្មើសចរាចរណ៍វិញសមាជិកហួសភ្លើងស្តុបប៉ូលីសផាកអញ្ចឹងថាតើជាបទលហុអត់មានការដាក់ទោសពន្ធនាគារអត់គិតមានទេគឺមានតែទោសពិន័យជាប្រាក់អញ្ចឹងតើតើចំណាត់ថ្នាក់នៃបទល្មើសគឺមាន3ហ្នឹងទី1គឺបទឧក្រិដ្ឋទី2គឺបទមជ្ឈិមទី3គឺបទលហុហើយបទឧក្រិដ្ឋទោសដាក់ពន្ធនាគារអស់មួយជីវិតឬក៏ទោសដាក់ពន្ធនាគារលើសពី5ឆ្នាំឬក៏ក្រោមស្មើនឹង30ឆ្នាំហើយទី2គឺបទមជ្ឈិមទោសដាក់ពន្ធនាគារលើសពី6ថ្ងៃហើយនឹងក្រោមឬស្មើ5ឆ្នាំចំណែកទី3គឺបទលហុទោសដាក់ពន្ធនាគារក្រោមឬស្មើ6ថ្ងៃឬក៏ពិន័យជាប្រាក់អញ្ចឹងតើទៅចំណាត់ថ្នាក់នៃបទល្មើសគឺមាន3ហ្នឹងចំណែកចំណុចបន្តទៀតគឺតើទៅនឹងមូលហេតុនៃការបែងចែកចំណាត់ថ្នាក់នៃបទល្មើសថាតើការបែងចែកចំណាត់ថ្នាក់នៃបទល្មើសហ្នឹងមានផលប្រយោជន៍អីគេខ្លះអញ្ចឹងទី1គឺតកតងទៅនឹងអាជ្ញាកាលទី2គឺតកតងទៅនឹងការអនុវត្តនីតិវិធីទី3តកតងទៅនឹងការកំណត់អំពីការប៉ុនប៉ងទី4តកតងទៅនឹងការកំណត់អំពីអ្នកសង្ឃគំនិតហើយនិងអ្នកផ្ដើមគំនិតឥឡូវយើងចូលករណីទី1គឺផលប្រយោជន៍តកតងទៅនឹងអាជ្ញាកាលអញ្ចឹងពាក្យអាជ្ញាកាលនេះមានន័យថាជារយៈពេលមួយដែលច្បាប់បានកំណត់
បើផុតរយៈពេលដែលច្បាប់បានកំណត់នឹងបុគ្គលម្នាក់គាត់អាចបាត់បង់សិទ្ធិមួយរបស់ខ្លួនឬក៏អាចទាមទារសិទ្ធិណាមួយដើម្បីជាផលប្រយោជន៍របស់ខ្លួនបានអញ្ចឹងនៅក្នុងច្បាប់អាជ្ញាការមាន2ទី1គឺអាជ្ញាការនៃបទល្មើសដែលគេអាចហៅថាអាជ្ញាការនៃបណ្ដឹងអាជ្ញាទី2គឺអាជ្ញាការនៃទោសអញ្ចឹងទី1អាជ្ញាការនៃបទល្មើសជារយៈពេលមួយដែលកំណត់ដោយច្បាប់បើសិនជាផុតរយៈពេលហ្នឹងបរិញ្ញាមិនអាចធ្វើបណ្ដឹងអាជ្ញាឬក៏ធ្វើការចាត់ប្រកាន់លើជនល្មើសបានទេកន្លែងនេះមានន័យថាប្រមាណថាបុគ្គលម្នាក់គាត់ជិះម៉ូតូគាត់ឆក់ទូរស័ព្ទគេយកទៅបាត់ហើយគាត់កិច្ចខ្លួនរហូតអញ្ចឹងយើងអត់មានស្គាល់អត្តសញ្ញាណរបស់គាត់ទេចោលតែឆក់ទូរស័ព្ទហ្នឹងទេអញ្ចឹងកន្លែងហ្នឹងបើសិនជាអត់ស្គាល់អត្តសញ្ញាណអញ្ចឹងការចោទប្រកាន់ក៏មិនអាចចោទប្រកាន់បានភ្លាមដែរដោយសារនឹងចោទពីណាដោយសារអត់ស្គាល់អត្តសញ្ញាណផងហ្នឹងអញ្ចឹងបើសិនជាបុគ្គលហ្នឹងគាត់កិច្ចខ្លួនក្នុងរយៈពេលកំណត់ណាមួយដែលច្បាប់បានកំណត់អញ្ចឹងក្រោយមកគឺបរិញ្ញាមិនអាចធ្វើបណ្ដឹងអាជ្ញាឬក៏ចាត់ប្រកាន់លើជននឹងបានទេអញ្ចឹងតកតងថេរវេលានៃការនៃបណ្ដឹងអាជ្ញានេះគឺមានរយៈពេល15ឆ្នាំចំពោះបទឧក្រិដ្ឋ5ឆ្នាំចំពោះបទមជ្ឈិមហើយនិង1ឆ្នាំចំពោះបទលហុឥឡូវឧមាថាក្នុងបទឃាតកម្មបុគ្គលម្នាក់បុគ្គល A គាត់បានទៅសម្លាប់បុគ្គល B ឧមាថាសម្លាប់ហើយអត់មានការចាត់ប្រកាន់លើគាត់ទេរហូតដល់គាត់កិច្ចខ្លួនបាន16ឆ្នាំ17ឆ្នាំគាត់មានការចាត់ប្រកាន់លើគាត់ដែរអញ្ចឹងសួរថាករណីហ្នឹងនៅពេលដែលផុតរយៈពេល16ឆ្នាំហើយឬក៏ផុតរយៈពេល15ឆ្នាំហើយថាតើបរិញ្ញាអាចចោទប្រកាន់គាត់ឬក៏ផ្តន្ទាទោសលើគាត់បានអត់ក្នុងករណីហ្នឹងបងណាអាចឆ្លើយបានអត់ឧមាថាបុគ្គល A គាត់ទៅសម្លាប់បុគ្គល B ហើយគាត់កិច្ចខ្លួនអស់16ឆ្នាំដោយរយៈពេល16ឆ្នាំហ្នឹងគឺអត់មានការចាត់ប្រកាន់លើគាត់ទេហើយ16ឆ្នាំក្រោយមកបានគាត់ថាគាត់ធ្លាប់សម្លាប់មនុស្សណែធ្លាប់សម្លាប់បុគ្គល B អញ្ចឹងសួរថា16ឆ្នាំក្រោយមកហ្នឹងបរិញ្ញាអាចចាត់ប្រកាន់លើគាត់បានអត់អាចចោទបានអត់បង អត់ទេលោកគ្រូអត់ទេលោកគ្រូ មូលហេតុអីហ្មង ហើយដោយសារតែអាជ្ញាការគេកំណត់បទឧក្រិដ្ឋហ្នឹងហើយត្រឹមតែ15ឆ្នាំទេលោក បា គ្រូ ទ បើសិនជា15ក្នុងអំឡុងពេល15ឆ្នាំហ្នឹងអត់មានបទចោទលើគាត់ផងអញ្ចឹងពេលដែលគាត់ត្រឡប់មកវិញហើយគាត់សារភាពក៏អត់អាចចោទគាត់ដែរលោកគ្រូ បាទអរគុណបងអញ្ចឹងក្នុងរយៈពេល15ឆ្នាំហ្នឹងបើសិនជាអត់មានការចាត់ប្រកាន់លើគាត់ទេហើយបើសិនជាផុតរយៈពេលហ្នឹងទោះបីគាត់មកសារភាពថាធ្លាប់សម្លាប់មនុស្សក៏ដោយមានផុសតាងក៏ដោយគាត់អាចចោទប្រកាន់លើគាត់បានដែរមានន័យថាគាត់រួចខ្លួនដោយស្វ័យវត្តមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងទាំងអស់ដោយសារម៉េចដោយសារកន្លែងនេះគាត់កិច្ចខ្លួនរហូតដល់15ឆ្នាំអញ្ចឹង15ឆ្នាំហ្នឹងជាធម្មតាមនុស្សដែលប្រព្រឹត្តបទល្មើសហើយគាត់កិច្ចខ្លួន15ឆ្នាំគាត់ប្រព្រឹត្តបទល្មើសហើយគាត់កិច្ចខ្លួន15ឆ្នាំអញ្ចឹងក្នុងរយៈពេលដែលគាត់កិច្ចខ្លួនហ្នឹងជាធម្មតាមនុស្សដែលរត់កិច្ចខ្លួនសួរគាត់មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងអត់គាត់មានទេគាត់រស់នៅកិច្ចខ្លួនរហូតអត់ហ៊ានជួបពីណាបណ្ដៃអត់ហ៊ានដើរទៅតាមទីសាធារណៈអត់ហ៊ានទៅណាទាំងអស់អញ្ចឹងរយៈពេល15ឆ្នាំនេះដោយគាត់ជាប់ក្នុងគុកមួយដែលអត់មានជាងអញ្ចឹង កិច្ចខ្លួនបាន15ឆ្នាំបាត់ល្មើសយល់ ចូលមកថាគាត់កិច្ចខ្លួនបាន14ឆ្នាំ
គាត់មកបានគេស្គាល់អត្តសញ្ញាណគាត់អញ្ចឹងថាតើអាចចោទប្រកាន់លើគាត់បានអត់បរិញ្ញាអាចចោទប្រកាន់លើគាត់បានអត់បើសិនជាអត់ទាន់ផុតរយៈពេល15ឆ្នាំហ្នឹង បានលោកគ្រូបាន បានអញ្ចឹងអាចចោទប្រកាន់បានចំណែកបទមជ្ឈិមឧមាថាបទលួចមកចោលលួចឆក់ទូរស័ព្ទជិះម៉ូតូទៅបាត់អត់ស្គាល់អត្តសញ្ញាណសោះមិនដឹងថាចោលពីណាពីណីឧមាថាក្នុងរយៈពេល5ឆ្នាំហ្នឹងបាទបាទ ចាលោកគ្រូខ្ញុំសូមកាត់ប្រសាសន៍លោកគ្រូបន្តិចលោកគ្រូដោយសារតើអឺអញ្ញាយុកាលហ្នឹងចំពោះបទល្មើសឧទាហរណ៍ថាគាត់ហ្នឹងបានធ្វើឃាតកម្មសម្លាប់មនុស្សប៉ុន្តែក្នុងរយៈពេល15ឆ្នាំហ្នឹងគឺមានការចាប់ប្រកាន់ប្តឹងពីព្រះរាជអាជ្ញាប៉ុន្តែគាត់គេចខ្លួនបាត់កន្លែងហ្នឹងដូចជាអយុត្តិធម៌ដែរលោកគ្រូប៉ះសិនបើក្នុងរយៈពេល15ឆ្នាំហ្នឹងគាត់រត់គេចខ្លួនបាត់ហើយយើងអត់អាចធ្វើការចាប់ខ្លួនគាត់មកទទួលទោសគ្រាន់តែ15ឆ្នាំហើយគាត់ក៏រួចខ្លួនអញ្ចឹងលោកគ្រូ ចេះបងខ្ញុំសូមបញ្ជាក់តិចមានន័យថាគិតចាប់ពីពេលដែលគាត់ប្រព្រឹត្តបទល្មើស15ឆ្នាំហ្នឹងបើសិនជាអត់មានការចាត់ប្រកាន់លើគាត់ពេលខ្លះការចាត់ប្រកាន់មិនជាចាត់ប្រកាន់ទេបងតើតាមានអត្តសញ្ញាណច្បាស់លាស់ដែរឧមាថាបុគ្គលម្នាក់ឥឡូវឧមាថាយើងដើរសុកឃើញបុគ្គលម្នាក់ត្រូវគេចាក់តាមផ្លូវសម្លាប់នឹងថាពីណាអ្នកប្រព្រឹត្តបទល្មើសអញ្ចឹងសួរថាឲ្យបរិញ្ញាចាត់ប្រកាន់ទៅលើអ្នកណាគេដោយសារអត់មានស្គាល់អត្តសញ្ញាណសោះអ្នកប្រព្រឹត្តបទល្មើសហ្នឹងអញ្ចឹងបើសិនជាអត់មានស្គាល់អត្តសញ្ញាណទេគឺអត់ទាន់ចាត់ប្រកាន់ទេចិត្តគោលការណ៍តែពេលខ្លះនៅក្នុងនីតិវិធីព្រំទាន់គេអាចចាត់ប្រកាន់ដែរគឺចាត់ប្រកាន់ទៅលើអញ្ញត្តជនមានន័យថាជនមិនស្គាល់ចាលោកគ្រូដោយលោកគ្រូមានប្រសាសន៍អញ្ចឹងអាហ្នឹងសម្រាប់តើជនល្មើសដែលយើងមិនស្គាល់ពិតប្រាកដចុះឧទាហរណ៍ថាជនល្មើសហ្នឹងយើងស្គាល់អត្តសញ្ញាណរបស់គាត់ច្បាស់លាស់ហើយឃើញព្រឹត្តិការណ៍ដែលកើតហ្នឹងច្បាស់លាស់តើយើងអាចចោទប្រកាន់គាត់បានទេគ្រូក្នុងកំឡុងពេលបន្ទាប់ពី15ឆ្នាំដែលយើងចាប់ខ្លួនគាត់អត់បានហ្នឹងអាចចាត់ប្រកាន់បានបងតាមពិតអាហ្នឹងវាចូលលក្ខណៈអញ្ញាការនៃទោសមួយទៀតអញ្ចឹងអញ្ញាការនៃបទល្មើសហ្នឹងមានន័យថាជារយៈពេលដែលបរិញ្ញាអាចចាត់ប្រកាន់ទៅលើជនល្មើសហើយមួយទៀតអញ្ញាការនៃទោសថាតើទោសហ្នឹងយកទៅអនុវត្តក្នុងកម្រិតណាចាអរគុណគ្រូអញ្ញាការហ្នឹងយើងបែងចែកចេញពី2ទី1គឺអញ្ញាការនៃបទល្មើសហើយទី2គឺទោសអញ្ចឹងតែទៀតយើងសិក្សាទៅលើអញ្ញាការនៃទោសវិញអញ្ចឹងអមថាគាត់គេចខ្លួនបាន15ឆ្នាំហើយមកថាតឡាការដាក់ទោស15ឆ្នាំជាស្ថាពរអញ្ចឹងវាអត់ទាន់ផុតអញ្ញាការនៃទោសហ្នឹងទេតែចំពោះតកតងទៅនឹងបទល្មើសមួយចំនួនអមថាបទបលាយពូជសាសន៍បទប្រឆាំងមនុស្សជាតិហើយនិងបទក្រិតសង្គ្រាមគឺអត់ផុតអញ្ញាការទេបទល្មើសទាំង3ហ្នឹងដោយសារបទល្មើសទាំង3នេះវាមានលក្ខណៈធ្ងន់ធ្ងរពេកចំពោះមនុស្សជាតិដោយសារតកតងទៅនឹងការបលាយពូជសាសន៍ឆាំងមនុស្សជាតិហើយនិងក្រិតសង្គ្រាមនេះគឺមិនផុតអញ្ញាការទេទោះបីប្រហែលឆ្នាំក៏ដោយលោកគ្រូសូមចូលរួមបន្តិចលោកកាត់លោកតិចបាទកន្លែងហ្នឹងខ្ញុំហាក់ដូចជាគិតថាបើសិនជាបទដូចជាបទអក្រិតអញ្ញាយកាលមានតែ15ឆ្នាំទេអាហ្នឹងបើសិនជារឿងខ្លះវាអាចជួបបញ្ហាអយុត្តិធម៌ដែរដូចករណីបទល្មើសខ្លះអាហ្នឹងវាតាក់ទងនឹងអំពើពុករលួយដែរសិនគាត់ឧទាហរណ៍ថាតុលាការគាត់អត់អនុវត្តទេគាត់អាចថាជនល្មើសអាចដឹងដែរប៉ុន្តែគាត់មានលេសអីផ្សេងពជាពេលរហូតដល់ផុតអញ្ញាយកាលហ្នឹងក៏អាចមានដែរកន្លែងហ្នឹងណា
យល់ថាអញ្ចឹងគ្រូហ្នឹងយ៉ាងម៉េចដែរគ្រូការយកឃើញរបស់ខ្ញុំបាទគុណច្រើន ចេះបងតតអាញាការនេះបាត់ល្មើសហ្នឹងអមថាខ្ញុំលើកឧទាហរណ៍ចេះអមថាគិតពីថ្ងៃព្រឹត្តបាត់ល្មើសមកវាចិត្តផុតអាញាការហើយអមថាបាត់គិតកម្មជាបាត់ក្រិតអញ្ចឹងអាញាការគឺ15ឆ្នាំអមថានឹងសល់តែមួយថ្ងៃពីរថ្ងៃទៀតអមថាសល់មួយអាទិត្យទៀតប៉ុន្តែគេដឹងថាជនហ្នឹងស្គាល់អត្តសញ្ញាណជនហ្នឹងច្បាស់ហើយដឹងថាជនហ្នឹងនៅទីណាហើយគាត់ថាពេលខ្លះគេត្រូវការធ្វើអន្តិថិដើម្បីតាមចាប់ជនហ្នឹងមកចាត់ប្រកាន់អញ្ចឹងសួរថាមុនពេលដែលចាប់បានហើយនឹងក្រោយពេលដែលចាប់បានស្រាប់តែផុតអញ្ញាកាលអញ្ចឹងតកតងអញ្ញាកាលនេះគឺកាត់ផ្ដាច់ដោយគ្រប់កិច្ចចាត់ប្រកាន់ហើយនឹងការស៊ើបសួរទាំងអស់អញ្ចឹងឧបមាថាខ្វះតែមួយថ្ងៃពីរថ្ងៃទៀតទេផុតអញ្ញាកាលនេះបាត់ល្មើសហើយមានថាផុតរយៈពេលចាត់ប្រកាន់អញ្ចឹងឧបមាថានៅសល់តែមួយថ្ងៃឬក៏ពីរថ្ងៃចុះអញ្ចឹងបើសិនជាមានការចាត់ប្រកាន់លើគាត់គឺអញ្ញាការហ្នឹងត្រូវបានផ្អាកហើយតិថិហ្នឹងបង បាទ បាទគេលែងរាប់ហើយអញ្ចឹងមិនអញ្ចឹងខ្ញុំ បាទផ្អាកត្រឹម ករណីបើគាត់គាត់ដឹងហើយប៉ុន្តែតុលាការឧទាហរណ៍ថាមានការសូកប៉ាន់អីផ្សេងៗហ្នឹងគាត់ពជារហូតដល់ផុតអាជ្ញាធរកាលទៅក៏រួចខ្លួនទៅហើយបើសិនជាបញ្ហាវាអាចកន្លែងនេះបាទបើសិនជាមានការចោទប្រកាន់អញ្ចឹងអាជ្ញាការគេលែងរាប់តឲ្យបងបើសិនជាមានការចោទប្រកាន់ឬក៏ការស៊ើបសួរបាទអមថាបាត់មជ្ឈិមបុគ្គលម្នាក់គាត់ឆក់ទូរស័ព្ទគេហើយត្រូវបានប្រញ្ញាចោទប្រកាន់អញ្ចឹងឲ្យតាតឡាការចោទប្រកាន់ហើយគឺអាជ្ញាការហ្នឹងគេលែងរាប់តឲ្យបងមានថាផ្អាកឈប់រាប់ហើយទោះបីរឿងហ្នឹងអស់ឡាយពេលដល់5ឆ្នាំ6ឆ្នាំ7ឆ្នាំក៏ដោយដោយសារមានការចោទប្រកាន់អញ្ចឹងកាលណាមានការចោទប្រកាន់ឬក៏មានការស៊ើបសួរអញ្ចឹងអាជ្ញាការគឺត្រូវបានកាត់ផ្តាច់មានន័យថាគេលែងរាប់ឲ្យអាជ្ញាការហ្នឹងណាបាទអញ្ចឹងមានថាបើចោទប្រកាន់ហើយទោះថាបាទទោះបីជារួមទៅទោះបីចោទប្រកាន់ក្នុងរឿងហ្នឹងប្រហែលឆ្នាំក៏ដោយបាទមានគាត់ដែរដោយសារគេលែងរាប់ហើយតាំងពីពេលដែលចោទប្រកាន់ណាបងបាទអរគុណច្រើនបាទលែងអញ្ចឹងចូលមកទៀតគឺអាជ្ញាការនៃទោសមុនហ្នឹងគឺអាជ្ញាការនៃបណ្ដឹងអាជ្ញាឬក៏អាជ្ញាការនៃបាត់ល្មើសរយៈពេលដែលប្រញ្ញាអាចចោទប្រកាន់នៅលើជនល្មើសចំណែកអាជ្ញាការនៃទោសមានន័យថាជារយៈពេលមួយដែលកំណត់ដោយច្បាប់បើសិនផុតរយៈពេលនេះទោសលែងអនុវត្តបានទៀតហើយអញ្ចឹងនៅក្នុងមាត្រា144នៃក្រមព្រហ្មទណ្ឌតកតទៅនឹងអាជ្ញាការនៃទោសបទឧក្រិដ្ឋ20ឆ្នាំបទមជ្ឈិម5ឆ្នាំបទលហុ1ឆ្នាំហើយអាជ្ញាការនៃទោសហ្នឹងគឺគិតចាប់ពីថ្ងៃដែលសេចក្តីសម្រេចផ្តន្ទាទោសបានចូលជាស្ថាពរអញ្ចឹងក្នុងករណីហ្នឹងឧបមាថាប្រញ្ញាបានចាត់ប្រកាន់ហើយតេធីរហូតដល់ដំណាក់កាលជំនុំជម្រះហើយតុលាការបានចេញសារក្រមប្រណិទោសដាក់ពន្ធនាគារ10ឆ្នាំអញ្ចឹង10ឆ្នាំហ្នឹងឧបមាថាប្រណិទោសបាត់ឧក្រិដ្ឋដាក់ពន្ធនាគារ10ឆ្នាំអញ្ចឹងក្នុងបាត់ឧក្រិដ្ឋតតែបាត់ឧក្រិដ្ឋនឹងការសម្រេចនឹងចូលជាស្ថាពរមែនថាគិតពីថ្ងៃចូលជាស្ថាពរពីការចេញសារក្រមនឹងមកតតែ20ឆ្នាំក្រោយបានជិតល្មើសនឹងលែងអនុវត្តទោសបានចំណែកបទមជ្ឈិមដូចគ្នាឧបមាថាបុគ្គលម្នាក់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសពីបទមជ្ឈិមឧបមាថាបទលួចចុះអញ្ចឹងពេលហ្នឹងគាត់នៅក្រៅឃុំគាត់កិច្ចខ្លួនបានអញ្ចឹងបន្ទាប់ពីស្ដីសម្រេចចូលជាស្ថាពរគិតពីថ្ងៃចូលជាស្ថាពរហ្នឹងបើសិនជាផុតរយៈពេល5ឆ្នាំអត់អាចចាប់ជនល្មើសហ្នឹងមកអនុវត្តទោសបានទេគឺទោសហ្នឹងលែងអនុវត្តចំពោះជនល្មើសបានហើយអញ្ចឹងឧបមាថាអ្នកខ្លះគាត់ព្រឹត្តបទលួចបទប្លន់គាត់គិតខ្លួនឡើង20ឆ្នាំជាងបានគាត់ចូលស្រុកវិញ
អញ្ចឹងតកតងអាជ្ញាការនេះបាត់ល្មើសអាជ្ញាការនេះទោសយើងសិក្សាត្រឹមប៉ុណ្ណឹងអញ្ចឹងបងមានចម្ងល់អីតកតងទៅនឹងមេរៀននឹងអត់មុននឹងយើងចូលដល់មេរៀនថ្មី ចាលោកគ្រូខ្ញុំមានចម្ងល់មួយដែរលោកគ្រូតាក់ទងនឹងកំហុសដោយចេតនាឬអចេតនាចាតាក់ទងនឹងការស្វឹងបើកបរបណ្ដាលឲ្យមនុស្សអាចគ្រោះថ្នាក់ដល់ជីវិតលោកគ្រូនៅក្នុងច្បាប់ចរាចរណ៍គេនិយាយថាការប្រើប្រាស់គ្រឿងស្វឹងក្នុងពេលបើកបរសូមទោសលោកគ្រូចាច្បាប់ចរាចរណ៍គេហាមថាបើស្វឹងកុំបើកបរអញ្ចឹងឧទាហរណ៍ថាជននោះគាត់បើកបរហើយបុកមនុស្សបណ្ដាលឲ្យស្លាប់ប៉ុន្តែគាត់បានប្រើប្រាស់គ្រឿងស្វឹងចាកន្លែងហ្នឹងតើជាកំហុសចេតនាឬអចេតនាលោកគ្រូដោយសារតើគាត់បានប្រើប្រាស់គ្រឿងស្វឹងដោយខុសពីច្បាប់ចរាចរណ៍ចាអរគុណលោកគ្រូបាទអញ្ចឹងចម្ងល់បងចង់សួរតកតងទៅនឹងករណីដែលផឹកស្រាស្វឹងហើយជិះឡានទៅបើកបុកគេស្លាប់ចាអាហ្នឹងយើងមើលដែរបងប្រហែលថាគាត់បើកត្រឹមត្រូវទាំងអស់ក៏គាត់ស្វឹងមួយហើយគាត់បើកសុកម៉ូតូជិះចូលផ្លូវគាត់ជិះច្រាស់មកបុកឡានគាត់ស្លាប់ឥឡូវមកថាគាត់ខុសឥឡូវមកថាយើងមកថាគាត់ខុសចុះកន្លែងហ្នឹងគឺមានទោសហើយតកតងចេតនាឬក៏អចេតនាយើងពិនិត្យមើលដែរអញ្ចឹងមិនមែនឲ្យតែបុគ្គលទាំងអស់បើកឡានបុកគេស្លាប់វាអចេតនាទាំងអស់ទេបងអ្នកខ្លះគាត់មានគំនុំគាត់មិនដឹងធ្វើម៉េចគាត់ជិះឡានខ្លួនឯងទៅបើកបុកគេស្លាប់អញ្ចឹងកន្លែងហ្នឹងមន្ត្រីនគរបាលយុត្តិធម៌គេត្រូវប្រមូលភស្តុតាងដែរថាតើជនគ្រោះស្លាប់ហ្នឹងស្លាប់ដោយសារមូលហេតុអីគេរងមើលដែរសំខាន់និយាយរួមទៅតកតងធាតុចេតនាអចេតនាហ្នឹងគឺសំខាន់ដើម្បីកំណត់អំពីបទល្មើសស្រាលឬធ្ងន់គឺអាស្រ័យលើចេតនាឬអចេតនាហ្នឹងហើយបើសិនគាត់មានចេតនា10ទៅ15ឆ្នាំចូលបទឃាតកម្មតែបើអចេតនាទេគឺ1ឆ្នាំទៅ3ឆ្នាំហើយបើសិនជាគាត់បុកគេស្លាប់មានជាតិស្វឹងលើសកម្រិតអាហ្នឹងចូលស្ថានភាពទោសពី2ឆ្នាំទៅ5ឆ្នាំទៀតចាលោកគ្រូបាទអញ្ចឹងតកតងទៅនឹងការស្វឹងនេះជាស្រ័យនឹងគេខលមកបន្តិចអញ្ចឹងតកតងទៅនឹងការផឹកស្វឹងហើយទៅបើកបុកគេស្លាប់ហ្នឹងអាហ្នឹងនិយាយចំទៅជាទូទៅគឺជាកំហុសអចេតនាដោយសារគាត់ផឹកស្រាស្វឹងហើយទៅបើកបុកគេស្លាប់អញ្ចឹងយើងមើលការចាត់ប្រកាន់រាល់ដងនៅលើសារព័ត៌មានឬក៏ការចាត់ប្រកាន់របស់តុលាការយើងឃើញហើយគេអត់ចោទប្រកាន់ពីបទឃាតកម្មឬក៏បទមនុស្សឃាតឲ្យអចេតនាទេគឺបទបើកបរដោយធ្វើប្រហែសជាមិនប្រុងប្រយ័ត្នផ្ដល់អ្នកដទៃស្លាប់ចាលោកគ្រូកន្លែងហ្នឹងបើយើងផ្អែកទៅលើច្បាប់ចរាចរណ៍គឺគាត់ខុសច្បាប់ទាំងស្រុងហើយលោកគ្រូបាទបងអញ្ចឹងមិនការចាត់ប្រកាន់គឺផ្អែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកហើយបើសិនជាគាត់សង្វឹងមានជាតិអាល់កុលលើសកម្រិតទៀតអានឹងវាចូលស្ថានភាពទោសពី2ឆ្នាំទៅ5ឆ្នាំតែបើគាត់អត់មានជាតិសង្វឹងស្រស់គាត់បើកគាត់អាចថាគាត់បើកលើសល្បឿនបុកគេស្លាប់អានឹងទោស1ឆ្នាំទៅ3ឆ្នាំទេបើសិនជាគាត់បើកទៅមានជាតិសង្វឹងលើសកម្រិតអានឹងទោសពី2ឆ្នាំទៅ5ឆ្នាំហើយបើសិនគាត់រឹតខ្លួនពីកន្លែងកើតហេតុក៏ជាស្ថានភាពទោសដែរឬក៏ពេលខ្លះគាត់បើកបរអត់មានបានបើកបរក៏ជាស្ថានភាពទោសដែរពី2ឆ្នាំទៅ5ឆ្នាំចាចាអរគុណលោកគ្រូបាទលោកគ្រូខ្ញុំចង់មានចម្ងល់មកលោកគ្រូបាទ
លោកគ្រូបើសិនជាក្នុងករណីដែលគាត់បើកបរក្នុងស្ថានភាពស្វឹងហ្នឹងហើយគាត់បានបើកបុកបុគ្គល A ដល់ពេលគាត់រត់ក្នុងការបើកបុកបុគ្គល A ហ្នឹងគឺអត់ទាន់មានអត់មានគ្រោះថ្នាក់ដល់ជីវិតទេប៉ុន្តែគាត់បានរត់គេចទៅបុកបុគ្គល B អញ្ចឹងក្នុងការដាក់ទោសគឺបើមិនវិញលោកគ្រូ ទី1មិញគាត់ផឹកស្វឹងមែនហ្មង ចា ផឹកស្វឹងហើយគាត់បើកទៅបុកបុគ្គល A ចា បុកហ្នឹងគាត់បុកមិញរងរបួសឬក៏ស្លាប់ រងរបួសលោកគ្រូ គាត់មកគាត់បើកទៅបុកបុគ្គល B ទៀត ចាគាត់រត់គេចហើយទៅបុកបុគ្គល B អាចនឹងរងរបួសឬក៏អាចនឹងដល់ស្លាប់ហើយអញ្ចឹងអាចក្នុងនោះគាត់មានទោសរបៀបមិនដែរលោកគ្រូ ទី1យើងពិនិត្យទៅលើចិត្តស្វឹងរបស់គាត់ថាតើលើសកម្រិតអត់បើសិនជាលើសកម្រិតអាហ្នឹងវាចូលស្ថានបន្ទោសបើកបរផ្ដាល់ឲ្យអ្នកតីរងរបួសតែមានស្ថានបន្ទោសតកតទៅនឹងចិត្តស្វឹងដែរហើយមួយទៀតគាត់បើកពីបុគ្គល A ហើយរត់គេចបើកទៅបុគ្គល B មួយកន្លែងទៀតអញ្ចឹងមានន័យថាវាចូលបត់អាចថាបត់រត់គេចខ្លួនពីកន្លែងកាត់ហេតុមានថាគាត់អត់ឈប់ដោះស្រាយជាមួយបុគ្គល A ទេគាត់ទៅបើកឲ្យបុកបុគ្គល B ទៀតអញ្ចឹងកន្លែងហ្នឹងគឺតកតទៅនឹងការបើកបរដោយធ្វើប្រហែសផ្ដាល់ឲ្យអ្នកតីរងរបួសអញ្ចឹងយើងត្រូវដឹងដែរថាមិនមែនឲ្យតែស្វឹងសិតតែខុសច្បាប់ទាំងអស់ទេស្វឹងហ្នឹងយើងមើលជាតិអាល់កុលរបស់គាត់ដែរពេលខ្លះអ្នកខ្លះផឹកស្រាតាមកំប៉ុងសួរថាលើសជាតិអាល់កុលដែលច្បាប់បានកំណត់អត់គឺអត់ទេតែបើសិនជាលើសជាតិអាល់កុលដែលច្បាប់បានកំណត់អាហ្នឹងវាចូលលក្ខណៈដែលច្បាប់ហាមឃាត់ហើយនៅក្នុងករណីហ្នឹងដោយសារយើងឃើញថាមានជនរងគ្រោះពីរអ្នកផ្សេងគ្នាមាន A ផងមាន B ផងអញ្ចឹងសំណុំរឿងគេអាចចាត់ប្រកាន់ក្នុងសំណុំរឿងតែមួយក៏បានឬក៏បែកសំណុំរឿងពីរផ្សេងគ្នាក៏បានដែរមានជនរងគ្រោះជាបុគ្គល A ហើយមកសំណុំរឿងទៀតមានជនរងគ្រោះជាបុគ្គល B ឬក៏ពេលខ្លះចោទប្រកាន់តែក្នុងសំណុំរឿងតែមួយក៏បានដែរមានថាបុគ្គល A បុគ្គល B ហើយនឹងអ្នកបើកបុកហ្នឹងគឺស្ថិតនៅក្នុងសំណុំរឿងតែមួយចាលោកគ្រូចាអរគុណលោកគ្រូ អញ្ចឹងយើងសម្រាប់សិនទៅដោយសារម៉ោង 9 កន្លះហើយចាំមើលម៉ោង 10 ចាំយើងបន្តមេរៀនទៀតណា